អំណាចធម្មពលគឺជាអ្វីខ្ញុំមិនអាចប្រាប់ថាអំណាចធម្មពលជាអ្វីទេប៉ុន្តែខ្ញុំដឹងថាវាមានអត្ថភាពជីវិតមិនមែនជារឿងស្មុគស្មាញជីវិតរបស់មនុស្សរួមផ្សំទៅដោយផ្នែកផ្សេងត្រឹមតែពីចំណាយគត់គឺផ្នែកវិជ្ជមាននិងផ្នែកអវិជ្ជមានផ្នែកនីមួយៗនៃជីវិតរបស់អ្នកមិនថាជាសុខភាពទ្រព្យសម្បត្តិសម្ព័ន្ធភាពការងារឬសេចក្តីសុខបើមិនមែនជាវិជ្ជមានគឺត្រូវតែជាអវិជ្ជមានសម្រាប់អ្នកមានទ្រព្យសម្បត្តិល្មមគ្រប់គ្រាន់ឬខ្វះខាតអ្នកមានសុខភាពមាំមួនឬទន់ខ្សោយអ្នកមានសម្ព័ន្ធភាពរលូនឬរដិបរដុបអាជីពការងារមានភាពប្រណាំងប្រជែងទទួលបានផលសម្រេចឬគួរឲ្យអស់សង្ឃឹមឬបរាជ័យអ្នកមានរយៈពេលដ៏ល្អឬឆ្នាំដ៏អាក្រក់ជួនសុខជួនទុក្ខមានរយៈពេលដ៏ល្អវិសេសឬមានរយៈពេលដ៏គួរឲ្យតក់ឆ្លុតជីវិតរបស់អ្នកមានរឿងអវិជ្ជមានជាច្រើនជាងវិជ្ជមាននោះបង្ហាញថាត្រូវតែមានអ្វីខុសប្រក្រតីហើយខ្លួនអ្នកផ្ទាល់ដឹងច្បាស់ថាអ្នកឃើញគេឯងមានសេចក្តីសុខរីកចម្រើនទៅមុខជួបប្រសពតែរឿងល្អៗនៅក្នុងជីវិតអ្នកក៏តែងតែគិតឡើងមកថាអ្នកផ្ទាល់ក៏សមគួរបានទទួលរបស់ទាំងអស់នោះផងដែរនោះគឺជាការត្រឹមត្រូវរបស់អ្នកសមគួរមានជីវិតដែលពោរពេញទៅដោយរឿងរ៉ាវល្អៗពិតប្រាកដណាស់មនុស្សភាគច្រើនបានទទួលជោគជ័យនៅក្នុងជីវិតដោយមិនបានដឹងខ្លួននោះទេថាតើធ្វើយ៉ាងដូចម្តេចទើបទទួលបានភាពជោគជ័យទាំងអស់នោះមកប៉ុន្តែតាមពិតទៅពួកគេបានធ្វើកិច្ចការមួយចំនួនរួចទៅហើយពលគឺពួកគេបានប្រើនៅអំណាចធម្មពលដែលជាបុព្វហេតុនៃរាល់រឿងរ៉ាវល្អៗទាំងអស់នៅក្នុងជីវិតជាគោលការណ៍គឺគ្មានការលើកលែងចំពោះនរណាម្នាក់ទាំងអស់ពលគឺជនដែលមានជីវិតរស់នៅដ៏ល្អវិសេសវិសាលពួកគេគ្រប់គ្នាសុទ្ធតែប្រើប្រាស់សេចក្តីស្រឡាញ់និយាយរួមដើម្បីទទួលបានអំណាចដែលបណ្ដាលឲ្យកើតនូវរឿងរ៉ាវល្អៗនិងវិជ្ជមានផងទាំងពួងនៅក្នុងជីវិតនោះគឺសេចក្តីស្រឡាញ់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងនៅក្នុងគ្រប់សាសនារួមទាំងទស្សនវិទូអ្នកប្រាជ្ញអ្នកគិតនិងអ្នកដឹកនាំផងទាំងពួងសុទ្ធតែមានការនិយាយទៅដល់សេចក្តីស្រឡាញ់ជារហូតមកប៉ុន្តែយើងភាគច្រើននៅមិនទាន់យល់ពីគំនិតដ៏ជ្រាលជ្រៅនេះនៅឡើយទេទោះបីជាមានការទូន្មានសម្រាប់មនុស្សនៅសម័យណាមួយក៏ដោយក៏សច្ចធម៌និងគោលគំនិតដែលពួកគេផ្ដល់ទៅឲ្យមនុស្សនៅលើโลกដោយមិនចេះកែប្រែព្រោះរហូតមកដល់ទល់នឹងសពថ្ងៃនេះគឺសេចក្តីស្រឡាញ់ព្រោះពេលណាក៏ដោយឲ្យតែយើងស្រឡាញ់យើងកំពុងប្រើអំណាចនៃធម៌ពលដ៏មហិមាបំផុតនៅក្នុងចក្រវាឡ